ជាដំបូងនាងខ្ញុំសូមគោរពនឹងជំរាបសួរដល់លោកគ្រូម៉ោងសេរីនិងសួស្តីមិត្តភក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះរឿនសេនីមកសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី75តែថ្ងៃមួយព្រះរាមបានចូលទៅក្រសាលព្រៃជាមួយនឹងព្រះលក្សណ៍ពេលនោះនាងសេនាមានការអបសុកជាខ្លាំងក៏បានចូលទៅស្រង់ទឹកបន្ទាប់ពីស្រង់ទឹករួចនាងសេនាក៏បានគូររូបក្រុងរាពណ៍ហើយពេលនោះលុបមិនជ្រះវិញទេដោយសារតែចាញ់បោកនាងយក្ខិនីទៅជាបងប្អូនរបស់ក្រុងរាពណ៍ពេលព្រះរាមនិងព្រះលក្សណ៍ចូលមកដល់ព្រះរាជវាំងវិញនាងសេនាមានការភ័យយ៉ាងខ្លាំងក៏បានយករូបគំនូរនោះទៅលាក់នៅក្រោមក្រឡាបន្ទំនៅយប់នោះព្រះរាមទៅមិនលក់ទេបានដេញកាប់គេពេញនគរហើយព្រះលក្សណ៍បានរកឃើញគំនូរនោះនៅក្រោមក្រឡាបន្ទំហើយព្រះរាមបានមានការខឹងជាខ្លាំងក៏បានឲ្យព្រះលក្សណ៍នោះយកនាងសេនាទៅសម្លាប់ចោលតាំងកណ្ដាលរាត្រីព្រះលក្សណ៍មិនដាច់ចិត្តសម្លាប់ទេដោយសារតែព្រះលក្សណ៍ដឹងថានាងសេនាមានចិត្តស្មោះសរបរិសុទ្ធក៏បានដេញឲ្យនាងសេនាទៅឲ្យឆ្ងាយទៅប៉ុន្តែនាងសេនាបានពោលពាក្យគំរោះគំរើយដើម្បីឲ្យព្រះលក្សណ៍នោះសម្លាប់ខ្លួនព្រះលក្សណ៍បានលើកដាវលើកព្រះខ័នដើម្បីសម្លាប់នាងសេនា2ដងក៏ប៉ុន្តែបានទម្លាក់ព្រះខ័នចុះវិញលើកទី3ទ្រង់បានបិទភ្នែកនិងសម្លាប់នាងសេនារហូតដល់សន្លប់ខ្លួនឯងវិញប៉ុន្តែនាងសេនាមិនបានស្លាប់ទេព្រោះព្រះខ័ននោះបានคล้ายទៅជាកម្រងផ្កាទៅវិញបន្ទាប់ពីព្រះលក្សណ៍ដឹងខ្លួនវិញក៏បានលានាងសេនាចូលទៅព្រះរាជវាំងវិញព្រះអិនបានជប់ឲ្យមានសាកសពនៅក្បែរផ្លូវមួយដើម្បីឲ្យព្រះលក្សណ៍វះយកថ្លើមយកទៅឲ្យព្រះរាមមើលព្រះរាមបានថ្មេះដៀនាងសេនាម្ដងទៀតបន្ទាប់ពីបានឃើញថ្លើមនោះព្រះនាងសីតាបាននៅក្នុងព្រៃទាំងភាពភ័យខ្លាចហើយព្រះអិនក៏បានកលាខ្លួនជាមហិង្សាដើម្បីនាំនាងសីតាទៅអាស្រមឥសីវិជ្ជព្រឹកដោយសុវត្ថិភាពលោកក្រោយមកគ្រប់ទុសមាសនាងសីតាក៏បានប្រសូតបុត្រមួយព្រះអង្គក្រោមការឧបត្ថម្ភរបស់ឥសីវិជ្ជព្រឹកមនីនិងព្រះអិនព្រះមហេសីទាំង4របស់ព្រះអិននិងបរិពាយជាច្រើនទៀតនៅថ្ងៃមួយនាងសីតាបានចុះទៅមាត់ទឹកហើយបានឃើញស្វាញីពួរកូននៅនឹងដៃក៏គិតថានេះជារឿងដ៏ល្អក៏ទៅអាស្រមវិញយកកូនដោយមិនឲ្យឥសីដឹងបន្ទាប់ពីឥសីបើកភ្នែកមកមិនឃើញចៅមានការភិតភ័យជាខ្លាំងក៏បានជប់កុមារម្នាក់ទៀតដែលដូចកុមារមុនបន្ទាប់ពីនាងសីតាមកវិញក៏បានយកទាំងកូនមកហើយឥសីពេលបានឃើញចៅបែបនោះមានការភ័យផងអផងនិងបានតាមស្ដីបន្ទោសឲ្យនាងសីតាជាខ្លាំងការបកស្រាយនាងខ្ញុំក៏ដល់ទីបញ្ចប់សូមអរគុណលោកគ្រូអ្នកទាំងគ្នាដែលបានយកចិត្តទុកដាក់ស្ដាប់